យកកូនចេញត្រេកលក់ដំបងថ្ងៃទី1ទៅសមុទ្រថ្ងៃទី2ឡើងភ្នំម្ដងមើលនេះគឺជាលើកទី1ដែលម៉ែកូនខ្ញុំឡើងគ្រីរំអ្នកទាំងអស់គ្នាដើរលេងមួយកូនទូទទួលស្គាល់រៀងហត់តិចមែនដល់គ្នាប៉ុន្តែគឺបាយខ្លាំងមែនសបាយរបៀបសបាយមួយយ៉ាងអញ្ចឹងពេលតែកូនយើងចាប់ផ្ដើមចេះមើលទេសភាពគាត់ចេះនេះចេះនោះឲ្យក្មេងយកដើរលេងគាត់ឆ្លាតណាស់អ្នកគ្នាចាប់ផ្ដើម explore អីថ្មីគាត់ចាប់ផ្ដើមឃើញអីថ្មីអញ្ចឹងណាអ្នកគ្នាអញ្ចឹងកុំឲ្យរងចាំយូរទៅមើលទាំងអស់គ្នាថាសបាយប៉ុណ្ណាដោយសារតែប្រពន្ធចង់ទៅសមុទ្រប្តីចង់ទៅភ្នំអញ្ចឹងដើរលេង2ថ្ងៃមួយថ្ងៃនៅសមុទ្រមួយថ្ងៃនៅភ្នំប្តីប្រពន្ធខ្ញុំឲ្យចំណែនគ្នាទេហើយគាត់ញិនគ្នាដែរតែខ្ញុំអត់ដែរទៅគ្រីរំដែរអញ្ចឹងលើកនេះយកកូនទៅលេងដែរអ្នកគ្នាគាត់ដល់រងខែគ្រីរំត្រជាក់មែនតើតែខែនេះរៀងក្តៅតិចអ្នកទាំងអស់គ្នាប៉ុន្តែនៅតែគ្រាន់បើជាងនៅភ្នំដោយសារភ្នំហើយមានដើមឈើច្រើនអញ្ចឹងទៅត្រជាក់ជាងនៅភ្នំច្រើនអ្នកគ្នាប៉ុន្តែក៏ខែត្រជាក់ខែអីដែរនៅនេះអ្នកគ្នាដឹងហើយអ្នកចិត្តមកគ្រីរំគឺនៅនេះធ្លាក់អាប់ធ្លាក់អីត្រជាក់ស្រួលអញ្ចឹងណាខ្ញុំនិយាយថាអត់បានដើរលេងអ្នកគ្នាក្តៅវេទនាមិនក៏គាត់នៅតែរបៀបគាត់ស្រួលមកអាសាយកកូនដើរលេងតាំងពីទូចដើម្បីគាត់សមជាមួយនឹងអាកាសធាតុសមជាមួយនឹងមនុស្សអីចឹងណាអ្នកគ្នាដោយសារគ្រួសារខ្ញុំគឺចិត្តដើរលេងគាត់ស្គាល់មនុស្សឲ្យគាត់ស្គាល់បរិយាកាសអីចឹងទៅគាត់អត់ងាយឈឺហើយគាត់ដើរលេងស្រួលហើយចាំកូនរបស់គ្រួសារខ្ញុំអ្នកគ្នារបៀបថាអត់ស្ទ្រីកពេកប្រឡែងពេកមកល្មមខ្ញុំទុកនៅកណ្ដាលការយកគាត់ដើរលេងឲ្យគាត់ប៉ះទឹកនេះប៉ះទឹកនោះអត់ស្ទ្រីកមួយគាត់ច្រើនពេកទេតាក់តងពីរឿងហ្នឹងឲ្យគាត់ដេកនៅដីបាយគាត់ដេកដីចឹងណាអ្នកគ្នាគាត់ទៅដើរលេងអីចឹងទឹកអីល្មមខ្ញុំត្រូវឲ្យគាត់លេងគឺខ្ញុំឲ្យគាត់លេងទឹកលេងអីហ្មងដើម្បីគាត់សមសារថាពួកគាត់សុខភាពល្អដែរដោយសារតែរបបអាហារជាមួយនឹងការញ៉ាំរបស់ពួកគាត់គឺខ្ញុំស្ទ្រីកមែនតើកូនស្រីរបស់ខ្ញុំមួយទៀតអ្នកគ្នាគាត់ក៏ញ៉ាំជាមួយនឹងទឹកដោះគោដែល Emily ញ៉ាំដែរគឺប្រណបិន Baby Premium Plus នេះខ្ញុំមិនសាធ្វើវីដេអូនិយាយពីទឹកដោះគោនេះមិនតែដោយសារខ្ញុំពិតជាចង់ recommend ឲ្យម៉ាក់ប៉ាប៉ាដែលគាត់អត់ទាន់គួរឲ្យកូនគាត់ញ៉ាំទឹកដោះគោអីខ្ញុំចង់ឲ្យគាត់សាកនេះតែចាក់ស្ដែងតែមានកូនខ្ញុំជាមួយនឹងមូទីតាសំខាន់គឺពេលគាត់មុនទឹកដោះគោនេះអត់ដែរក្តៀនអត់ដែររីកអញញ៉ៃទេនិយាយទៅផឹកត្រូវមែនតើស្រាប់ហើយកូនដែលសម្រាប់ដល់ការវះកាត់ខ្ញុំទាំងពីរសម្រាប់ដល់ការវះកាត់ទាំងពីរសារក្មេងដែលសម្រាប់ដល់ការវះកាត់គាត់អត់បានទទួលបាត់ត្រីល្អពីមាសរបស់អ្នកម្ដាយអញ្ចឹងបានទឹកដោះគោប្រណបិនផលិតឡើងសម្រាប់កូនដែលកាត់មកដល់ការវះកាត់តែក្មេងដែលកាត់ធម្មជាតិក៏អាចញ៉ាំបានដែរជួយឲ្យកូនមានសុខភាពល្អពីខាងក្នុងហ្នឹងបើស្វំគាត់ផងរបៀបចឹងមានវីតាមីនជាច្រើនដូច DHA អញ្ចឹងជួយដល់ខួរក្បាលគាត់ទៀតអញ្ចឹងការលូតលាស់របស់គាត់ល្អសុខភាពរបស់គាត់ល្អគឺគាត់អត់ងាយឈឺគាត់អត់ងាយធ្វើលេងសើចអ្នកគ្នាទៅ trip 2ថ្ងៃមកកំប៉ុងទូចដែលខ្ញុំយកទៅហ្នឹងគឺអស់ទាំងមូទីតាទាំងអាមេលីហាហ្មងគាត់មុំសាហាវគាត់ចូលចិត្តមុំមែនតើទៅ trip ចឹងទៅខ្ញុំអត់សូវឲ្យគាត់មុំទៅដោះខ្ញុំផ្ទាល់ទេដោយសារធម្មតាខ្ញុំទៅ trip ទៅខ្ញុំអត់សូវបានញ៉ាំអីល្អចឹងខ្ញុំឲ្យគាត់ញ៉ាំជាមួយនឹងដោះគោសៅពេញថ្ងៃតែម្ដងគាត់ក៏អត់ក្តៀនគាត់ក៏អត់អីដែរចឹងខ្ញុំពិតជាចង់អ្នកនរគ្នាសាក់លបងជាមួយនឹងដោះគោព្រោះដើម្បីពីថ្ងៃចឹងថ្ងៃទី2ដែលខ្ញុំដើរលេងមួយកូនហ្នឹងមានតែប៉ុណ្្នឹងអ្នកនរគ្នាចិត្តដើរលេងហើយយកកូនទៅ explore អីថ្មីមែនតើដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាចឹងក្មេងដែលគាត់ឃើញគាត់ explore អីច្រើនគាត់ឆ្លាតហើយគាត់ខ្សែធិតជាមួយនឹង everything ហ្មងល្អមែនតើសម្រាប់ខួរក្បាលរបស់គាត់វីដេអូដើរលេងរបស់គ្រួសារខ្ញុំក៏មានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាមកបំពេញធ្វើការវិញហើយអរគុណអ្នកទាំងអស់គ្នាដែលបានមើលដល់ចប់ហើយក៏ please like on Emily ជាមួយមុខទៀតតែបានច្រើនណាស់បាយបាយអ្នកទាំងអស់គ្នា see you in the next video